សួស្តីបងប្អូនទាំងអស់គ្នាតើបងប្អូនទាំងអស់គ្នាធ្លាប់ធ្វើការចរចាតម្លៃដែរទេដោយបុគ្គលអ្នកលក់ហ្នឹងគាត់ចង់លក់ក្នុងតម្លៃ$1000សម្រាប់អ្នកទិញវិញគឺគាត់ចង់ទិញត្រឹមតែតម្លៃ$500តែប៉ុណ្ណោះហើយអ្នកទាំងពីរនាក់ធ្វើការចរចាហក់តម្លៃទៅវិញទៅមកអ្នកទាំងពីររឹងនឹងមិនព្រមព្រៀងគ្នានៅក្នុងតម្លៃណាមួយឡើយនេះគេហៅថាការចរចាដោយប្រកាន់នៅគោលជំហររៀងខ្លួនបើសិនជានិយាយទៅវាអាចនិយាយថា positioning bargaining មានន័យថាការចរចាដោយផ្អែកទៅលើគោលជំហររបស់ខ្លួនឯងរៀងខ្លួននិងវាជារបៀបចរចាដែលបង្កនៅបញ្ហាជាច្រើនបញ្ហាទាំងអស់នោះគឺធ្វើយើងខាតពេលវេលាការចរចាហ្នឹងវាអត់ចេះចប់ទី2វាធ្វើយើងហ្នឹងបែកបាក់នៅទំនាក់ទំនងមានន័យថាជាការចរចាមួយដែលវាមិនទៅមុខណាទី3គឺជាការចោលនៅដំណោះស្រាយល្អៗភាគីនីមួយៗរឹងជាប់តែទៅនឹងអ្វីដែលខ្លួនចង់បានអត់ព្រមរកដំណោះស្រាយណាមួយដើម្បីឲ្យមានភាពរួមនៅក្នុងសៀវភៅ Getting to Yes អ្នកនិពន្ធបានណែនាំយ៉ាងច្បាស់ពីការចរចាគួរតែផ្អែកលើអត្ថប្រយោជន៍ interest មិនមែនជាអ្វីដែលអ្នកទាមទារទៅតាមគោលជំហររៀងខ្លួននោះទេឧទាហរណ៍ដូចជាមនុស្សពីរនាក់គាត់តចាគ្នាលើរឿងផ្លែក្រូចម្នាក់ចង់បានសម្បកក្រូចដើម្បីយកទៅធ្វើនំហើយម្នាក់ទៀតក៏ចង់បានទឹកក្រូចដើម្បីយកទៅផឹកអញ្ចឹងពីរនាក់ហ្នឹងគាត់នៅតែចរចាទាមទារចង់បានក្រូចមួយទាំងមូលរៀងខ្លួនប៉ុន្តែបើយើងងាកមកមើលគោលបំណងរបស់មនុស្សទាំងពីរនាក់ហ្នឹងគឺពីរនាក់ខុសគ្នាតាយើងបកសម្បកឲ្យទៅបុគ្គលទី1ទៅហើយផ្លែហ្នឹងជាទឹកជាអីហ្នឹងយើងច្បាច់ឲ្យទៅអ្នកទី2ទៅអញ្ចឹងបើអ្នកទាំងពីរនិយាយអំពីហេតុអ្វីខ្លួនចង់បានគេទាំងពីរអាចនឹង100%គឺពិតជា satisfy ពិតជារីករាយទៅនឹងអ្វីដែលគាត់នឹងទទួលបានតែបើគេនៅតែជាប់តែបន្តអញ្ចឹងគឺនាំតែខាតពេលវេលាការចរចាហ្នឹងវាអត់ទៅមុខហើយក៏អត់មានការចរចាដែលប្រកបដោយបញ្ញាដែលជាកន្លងនៃឈ្មោះទៅកាន់ភាពជោគជ័យសម្រាប់អ្នកទាំងពីរនេះវាជាការចរចាមួយដែលមិនមែនជាការចរចាដោយប្រើបញ្ញាដើម្បីឈ្មោះទៅកាន់ជោគជ័យរៀងៗខ្លួនទាំងពីរនោះទេដូច្នេះតកតងទៅនឹងជំពូកទី1នៃសៀវភៅ Getting to Yes គឺយើងធ្វើការសិក្សាពីការចង់បានរបស់បុគ្គលរៀងខ្លួនមានន័យថាបើសិនជាការចរចារបស់យើងហ្នឹងយើងរកឲ្យឃើញនៅឫសគល់នៃបញ្ហាតើមូលហេតុអ្វីបានជាធ្វើឲ្យមានការចរចាហ្នឹងវា straight forward ទៅមុខឬក៏មានតែថយក្រោយថែមទៀតសម្រាប់លក្ខខណ្ឌនេះគឺអ្នកនិពន្ធគាត់ណែនាំឲ្យយើងធ្វើការញែកមនុស្សនឹងបញ្ហាគិតអំពី interest មានន័យថាការអីដែលពួកគាត់ចង់បានមិនមែនជាគោលជំហររបស់មួយទេគឺត្រូវរកខ idea មួយថាពួកគាត់ចង់បានអីគេយើងត្រូវធ្វើការសិក្សាអំពីជំរឿសតើ option មួយណាដែលយើងគួរតែធ្វើការសម្រេចនៅមុនពេលដែលយើងធ្វើអីមួយពេលដែលយើងដឹងហើយថាការចរចាជាមួយមនុស្សមិនមែនដូចជាការចរចាជាមួយនឹងកុំព្យូទ័រឬម៉ាស៊ីនអីផ្សេងនោះទេដូច្នេះហើយការជជែកវែកញែកដើម្បីឆ្ពោះទៅកាន់គោលដៅក៏ដូចជាដើម្បីទទួលបាននៅជោគជ័យនៅក្នុងការចរចាហ្នឹងគឺយើងពិតជាអាចនិយាយគ្នាបានជាសរុបសេចក្តីមកយើងត្រូវធ្វើការរកវិធីសាស្ត្រនៃការចរចាជាគោលការណ៍ដែលផ្ដោតលើផលប្រយោជន៍ជាមូលដ្ឋានជំរឿសដែលពេញទៅដោយសេចក្តីពេញចិត្តទៅវិញទៅមកទាំងសងខាងទាំងពីរហើយព្យាយាមជ្រើសរើសយកនៅស្តង់ដារយុត្តិធម៌ជាធម្មតានាំមកនៅភាគច្រើនយើងអាចធ្វើនៅកិច្ចព្រមព្រៀងដ៏ឆ្លាតវៃមួយហើយវិធីសាស្ត្រអនុវត្តឲ្យអ្នកពោះទៅដល់ការយល់ស្របបន្តិចម្ដងវិធីសាស្ត្រមួយទៀតគឺធ្វើការអនុវត្តដើម្បីអ្នកទាំងសងខាងឈានទៅកាន់ការយល់ស្របបន្តិចម្ដងលើការសម្រេចចិត្តរួមគ្នាប្រកបដោយប្រសិទ្ធភាពមិនមែនចាំបាច់ភាគីណាមួយត្រូវខាតបង់នោះទេយើងធ្វើការសិក្សាឲ្យមែនតើថាបុគ្គលម្នាក់ចង់បានសម្បកក្រូចបុគ្គលម្នាក់ទៀតចង់បានសាច់ក្រូចដូច្នេះហើយអ្នកទាំងពីរគឺសិតតែអាចទទួលបាននៅអ្វីដែលគាត់ចង់បានរៀងខ្លួនដូច្នេះហើយការដោះស្រាយនៅបញ្ហាគឺការចរចាការសិក្សាអំពីគ្នានឹងគ្នាភាគីទាំងសងខាងគឺវាពិតជាមានអត្ថប្រយោជន៍នៅចំពោះក្រោយយើងនឹងធ្វើការសម្រាយបន្ថែមទៀតទៅលើចំណុចគោលនីមួយៗសូមស្វាគមន៍មកកាន់សេចក្តីផ្ដើមនៃសៀវភៅ Getting to Yes ជាការពិតណាស់ការចរចាគឺពិតជាចាំបាច់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃមិនថាតែនៅក្នុងជំនួញនៅក្នុងការប្រស្រ័យទាក់ទងជាមួយនឹងក្រុមគ្រួសារមិត្តភ័ក្តិសាច់ញាតិក៏ដូចជាការចរចាជាមួយនឹងអ្នកធ្វើការរួមគ្នាក៏ដោយគឺវាពិតជាមានសារៈសំខាន់យ៉ាងខ្លាំងហើយការចរចាដែលទទួលបាននៅការយល់ព្រមគឺវាពិតជាមានលក្ខណៈពិសេសនិងត្រូវបានគេកត់សម្គាល់ក៏ដូចជាធ្វើការសរសេរបាននៅសៀវភៅមួយក្បាលដែលមានចំណងជើងថា Getting to Yes បាទណាយើងដឹងហើយថាការចរចាគឺវាពិតជាចាំបាច់សម្រាប់ការរស់នៅប្រចាំថ្ងៃហើយវាពិតជាមិនមានភាពងាយស្រួលប៉ុន្មានទេនៅក្នុងការចរចាដែលទទួលបាននៅភាពជោគជ័យជាធម្មតាយើងអាចស្វែងរកការចរចាដែលមាននិយមន័យចំនួន2ទី1គឺជាការចរចាបែប soft និងទី2ជាការចរចាបែប hard មានន័យថាជាការចរចាបែបទន់ភ្លន់ជាការចរចាដែលជៀសវាងនៅការឆ្លោះឬក៏មានការប្រទែងប្រទែសឬក៏មិនមានការឯកភាពណាមួយនេះគឺជាការចរចាបែប soft negotiation អញ្ចឹងការចរចាបែប soft negotiation នេះអ្នកចរចាភាគច្រើនគឺគាត់មិនទទួលបាននៅអ្វីដែលគាត់ពេញចិត្តខ្លាំងប៉ុន្មានទេដោយសារតែយើងឃើញថាការចរចាបែប soft negotiation ថាគាត់តែងតែទទួលយកនៅអ្វីដែលជាការលើកឡើងរបស់គូភាគីហើយមួយវិញទៀតការចរចាទី2គឺជាការចរចាបែប hard negotiation ហើយការចរចាបែប hard negotiation ជាការចរចាបែបរឹងរូសដូចជាទទួលបាននៅចង់ឲ្យខ្លួនឯងមានភាពឈ្នះនៅក្នុងការចរចាហើយការចរចាប្រភេទនេះគឺជាធម្មតាគឺមិនត្រូវបានទទួលបាននៅការសប្បាយចិត្តក៏ដូចជាការដែលរីករាយសម្រាប់គូភាគីនៅក្នុងជំនួបការចរចាប្រហែលទេដោយសារតែការចរចាប្រភេទនេះគឺភាគច្រើនអ្នកចរចាគឺគាត់មានភាពរឹងទទឹងរឹងរូសទៅនឹងអ្វីដែលគាត់ចង់បានដូច្នេះហើយការចរចាប្រភេទនេះគឺតែងតែទទួលបាននៅជោគជ័យប៉ុន្តែមិនទទួលបាននៅភាពស្រស់ស្រួលណាមួយឲ្យវាពិតប្រាកដក៏ដូចជាទទួលបាននៅលទ្ធផលល្អប្រហែលទេហើយនៅក្នុងការចរចាទាំងពីរនេះផងដែរគឺ
អ្នកនិពន្ធបានរកឃើញនៅការចរចាទី3មួយទៀតដែលស្ថិតនៅកណ្ដាលនៃការចរចាទាំងពីរនេះគឺជាការចរចាមួយដែលមិនមានភាពណាហើយក៏មិនមានភាព soft មានន័យថាមិនជារឹងរូសខ្លាំងពេកតែក៏មិនជាទន់ជ្រាយដែរដូច្នេះហើយគឺអ្នកចរចាបានធ្វើការច្របាច់បញ្ចូលគ្នារវាងការចរចាបែបទន់ភ្លន់និងការចរចាបែបរឹងរូសអញ្ចឹងហើយការចរចាប្រភេទនេះគឺត្រូវបានគេធ្វើការជ្រើសរើសនៅ principle នៅគោលការណ៍ក៏ដូចជានៅលក្ខខណ្ឌណាមួយដើម្បីជាគោលដៅនៅក្នុងការចរចាដើម្បីឲ្យការចរចានោះគឺទទួលបាននៅភាពជោគជ័យដែលធ្វើយ៉ាងណាឲ្យអ្នកចរចាទាំងសងខាងគឺទទួលបាននៅលទ្ធផលជាវិជ្ជមានហើយការចរចាប្រភេទនេះគឺត្រូវបានគេសិក្សាស្រាវជ្រាវយ៉ាងខ្លាំងក៏ដូចជាត្រូវបានគេលើកយកមកធ្វើការរៀបរាប់រហូតដល់5 chapter ទៅលើការចរចាដែលទទួលបាននៅភាពវិជ្ជមានក៏ដូចជាការចរចាបែប positive sum game ជាការចរចាដែលអ្នកទាំងអស់គ្នាគឺទទួលបាននៅលទ្ធផលជាវិជ្ជមានពុកទី2មានចំណងជើងថាការបំបែកមនុស្សចេញពីបញ្ហាដែលមានន័យជាភាសាអង់គ្លេសថា separate the people from the problem តើវាមានន័យយ៉ាងដូចម្តេចនិយាយងាយស្ដាប់នៅពេលដែលយើងចរចាយើងគួរប្រកាសថាយើងកំពុងដោះស្រាយបញ្ហាមិនមែនជាការច្បាំងគ្នាឬការចង់ឈ្នះចង់ចាញ់នរណាម្នាក់ទេឧទាហរណ៍ឲ្យសាមញ្ញទៅមានន័យថាអ្នកទិញចង់ឲ្យអ្នកលក់បញ្ចុះតម្លៃតែអ្នកលក់ធ្វើទឹកមុខមិនរីករាយមិនជារស់រាយរាក់ទាក់អ្នកគិតថាគាត់ប្រកាសជារឹងរូសហើយសម្រាប់អ្នកទិញតែសម្រាប់អ្នកលក់វិញគាត់លក់អត់បានដោយសារតម្លៃមិនត្រូវគ្នាចុងក្រោយមានតែខឹងគ្នាអ្នកទិញមិនបានសម្រេចនៅក្នុងការទិញហើយអ្នកលក់ក៏លក់អត់បានមិនមែនបញ្ហាដោយសារតែតម្លៃហើយក៏មិនមែនបញ្ហាដោយសារតែទឹកមុខរបស់អ្នកលក់ដែរតែបញ្ហាគឺដោយសារតែអារម្មណ៍និងការយល់ច្រឡំដោយសារតែចំណុចទាំងអស់នេះទើបអ្នកនិពន្ធលើកឡើងនៅដំណោះស្រាយចំនួន3ទី1គឺការយល់ឃើញ perception ថាតើស្ថានភាពរបស់ម្នាក់ទៀតស្ថិតនៅក្នុងស្ថានភាពបែបណានៅពេលដែលកំពុងចរចាតើគាត់កំពុងតែមានបញ្ហាអ្វីនៅក្នុងការឆ្លើយតបមនុស្សនីមួយៗគឺពិតជាមានការយល់ឃើញមិនដូចគ្នាទេទី2យើងត្រូវសិក្សាអំពីអារម្មណ៍យើងប្រើអារម្មណ៍នៅក្នុងការចរចាតើលទ្ធផលនៃការចរចាហ្នឹងវាអាចនឹងល្អដែរទេដោយឡែកការអើពើឬការមិនយកចិត្តទុកដាក់វានឹងអាចបង្កជាបញ្ហារ៉ាំរ៉ៃមួយដែលយើងមើលទៅវាជារឿងតូចតាចទេប៉ុន្តែបញ្ហានេះវាអាចបង្កឲ្យទៅជាបញ្ហារ៉ាំរ៉ៃនឹងអាចរីកកាន់តែធំបើសិនជាមិនមានការសិក្សាក៏ដូចជាដោះស្រាយឲ្យបានត្រឹមត្រូវការទំនាក់ទំនងជាចំណុចទី3គឺ communication ការចរចាហាក់ដូចជាមិនចប់មិនបានស្ដាប់គ្នាទេពួកគាត់គឺយកតែអារម្មណ៍របស់គាត់រៀងៗខ្លួនដើម្បីមកធ្វើការចរចាជាក់ស្ដែងពួកគាត់អាចប្រើនៅវិធីកណ្ដាលមួយដើម្បីធ្វើការស្ដាប់ឲ្យច្បាស់យកចិត្តទុកដាក់ផ្ទៀងផ្ទាត់ពិចារណាទៅលើអ្វីដែលដៃគូភាគីបាននិយាយឡើងចំណុចដែលសំខាន់នោះគឺ be soft to the people and hard to the problem យើងគួរតែធ្វើការដោះស្រាយដោយប្រើការគោរពចំពោះបុគ្គលចំពោះមនុស្សដៃគូជាអ្នកចរចារបស់យើងតែយើងត្រូវតែធ្វើការសិក្សាឲ្យមែនតើទៅលើបញ្ហានៃចំនួននោះក៏ដូចជាប្រធានបទនៃការចរចាយើងកុំបាត់បង់នៅគោលបំណងនៃការដោះស្រាយបញ្ហារបស់យើងការចរចាដោយឆ្លាតវៃគឺជាការសហការជាមួយមនុស្សមិនមែនជាការប្រឆាំងប្រយុទ្ធឬក៏ទាស់ទែងគ្នាជាមួយនឹងមនុស្សនោះទេប្រសិនបើអ្នកចេះដោះស្រាយអារម្មណ៍និងការយល់ច្រឡំអ្នកនឹងអាចចរចាបានយ៉ាងទន់ភ្លន់ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់បន្ទាប់ពីបានស្ដាប់នៅចំពោះនេះហើយតើលោកអ្នកគិតថាការចរចារបស់លោកអ្នកគឺស្ថិតនៅក្នុងកម្រិតណាមួយសូមស្វាគមន៍មកកាន់ចំពោះទី3នៃ Super Getting to Yes ចំពោះនេះមានចំណងជើងថា focus on interest not positions ដែលមានន័យថាយើងគួរតែផ្ដោតទៅលើតម្រូវការមិនមែនជាការទាមទារណាមួយឡើយអ្វីទៅជា position ហើយអ្វីទៅជា interest position គឺមានន័យថាគោលចំហឬក៏តម្រូវការណាមួយអ្វីដែលអ្នកនិយាយថាចង់បានវាហ្នឹងហើយគឺជា position ជាគោលបំណងរបស់យើងឧទាហរណ៍ដូចជាយើងនិយាយថាខ្ញុំត្រូវការលុយចំនួន$1000ហើយចំណែកឯ interest វិញមានន័យថាអត្ថប្រយោជន៍ផលប្រយោជន៍នៅពីក្រោយការទាមទារមានន័យថាមូលហេតុអីបានជាយើងទាមទារនៅតម្រូវការនោះជាឧទាហរណ៍ដូចជាថាខ្ញុំត្រូវការលុយដើម្បីបង់ថ្លៃអន្តរជាតិឬដើម្បីបង់នៅចំណាយណាមួយដូច្នេះហើយនោះហើយគឺជាតម្រូវការក៏ដូចជាអត្ថប្រយោជន៍ position and interest បើអ្នកនិយាយតែអំពីតម្រូវការអ្នកគិតតែពីការចង់ឈ្នះនិងចាញ់ប៉ុន្តែបើអ្នកនិយាយអំពីអត្ថប្រយោជន៍អ្នកកំពុងតែស្វែងរកនៅដំណោះស្រាយរួមទ្រឹស្ដីនៃការចរចាប្រសើរបំផុតនិយាយថា behind every position lie on one or more interest នៅពីក្រោយតម្រូវការទាំងអស់គឺសុទ្ធសឹងតែមានហេតុផលនិងអត្ថប្រយោជន៍ណាមួយក៏ដូចជាឧទាហរណ៍ដែលយើងបានរៀបរាប់តាំងពីសេចក្តីសង្ខេបនៃមេរៀនខាងដើមគឺមនុស្សពីរនាក់គាត់ទៅចែកគ្នារឿងផ្លែក្រូចមួយផ្លែតែម្នាក់ចង់បានសម្បកក្រូចហើយម្នាក់ទៀតចង់បានទឹកក្រូចបើគេទាំងពីរនាក់នៅតែទៅចែកចង់បានផ្លែក្រូចចង់ចែកចំណាយផ្លែក្រូចនេះជាពីរគេអាចនឹងពុះពាក់កណ្ដាលម្នាក់ប៉ុន្តែអ្វីទៅជាអត្ថប្រយោជន៍នៃការពុះពាក់កណ្ដាលម្នាក់ទី1សម្បកក្រូចពាក់កណ្ដាលប្រហែលជាគាត់អាចយកទៅធ្វើនំបានទេសម្រាប់បុគ្គល A ហើយចំណែកឯបុគ្គល B វិញសម្រាប់ក្រូចតែពាក់កណ្ដាលផ្លែគាត់ដូចជាពិបាកនៅក្នុងការច្បាត់យកទឹកណាតែយើងច្បាត់ទៅវាអត់បាននឹងវាបានធម្មសភា2សភាដូច្នេះហើយវាថែមទាំងធ្វើឲ្យបុគ្គល A ដែលគាត់បានសម្បកក្រូចនិងផ្លែក្រូចហ្នឹងគាត់សម្បកក្រូចហ្នឹងគាត់ធ្វើបាននំហើយផ្លែក្រូចហ្នឹងគាត់អត់ត្រូវការទេប៉ុន្តែគាត់ត្រូវយកមកដែរអញ្ចឹងបើសិនគាត់យកទៅប្រើអីផ្សេងអាហ្នឹងល្អតែបើគាត់ទុកចោលអាហ្នឹងវានឹងខ្ជះខ្ជាយក៏ដូចជាបុគ្គល2ដែរបើសិនជាគាត់ត្រូវការតែផ្លែអញ្ចឹងគាត់ច្បាច់ក្រូចយកទឹកអីអត់បានផងអញ្ចឹងគាត់ក៏ញ៉ាំអាពាក់កណ្ដាលក្រូចហ្នឹងទៅហើយសម្បកបោះចោលទៅនេះហើយវាគឺជាការខាតបង់មួយនៃការដែលយើងអត់ធ្វើការជជែកវែកញែករកអត្ថប្រយោជន៍ពីតម្រូវការរបស់បុគ្គលមួយ
ត្រង់ចំណុចអនុវត្តនៅក្នុងជីវិតនេះពេលចរចាគឺយើងមិនត្រឹមតែត្រូវសួរនាំថាតើអ្នកចង់បានអ្វីនោះទេគឺយើងត្រូវសួរទៅដល់ហេតុផលក៏ដូចជាសារៈសំខាន់បំផុតដែលអ្នកនឹងចង់បានក្នុងករណីទៅលើខេត្តមួយអញ្ចឹងពីពេលនេះទៅអ្នកនឹងចាប់ផ្ដើមចរចាដោយផ្អែកទៅលើការយល់ចិត្តមិនមែនជាកំហឹងទៀតទេមែនទេដោយសារយើងបានដឹងហើយថាបើសិនយើងទៅចែកបែបញែកយល់ចិត្តគ្នាទៅគឺមានអីអ្វីគឺប្រកាសជាបាននៅភាពវិជ្ជមានក៏ដូចជាអត្ថប្រយោជន៍ទាំងសងខាងការចរចាគឺវាពិតប្រាកដណាស់គឺមិនមែនជាការជ្រើសរើសរវាងអ្នកណាឈ្នះនិងអ្នកណាចាញ់នោះទេវាគឺជាការសហការគ្នាដើម្បីឲ្យភាគីទាំងពីរបានអ្វីដែលពួកគេត្រូវការជាចុងក្រោយនេះខ្ញុំគិតថាបើលោកអ្នកចង់ចរចាឲ្យបានកាន់តែល្អជាងមុនសូមចាប់ផ្ដើមស្ដាប់ជានិយាយហើយសួរអំពីអត្ថប្រយោជន៍ជាជំហានដំបូងនិងពិចារណាពីជំរើសដែលអ្នកអាចជួយអ្នកទាំងពីរនោះបានដោយជ័យជំនះរួមសូមស្វាគមន៍មកកាន់ជំពូកទី4នៃសៀវភៅ Getting to Yes ដែលមានចំណងជើងថាបង្កើតជំរើសសម្រាប់ជ័យជំនះរួមសួស្តីបងប្អូនទាំងអស់គ្នាតើអ្នកធ្លាប់ចូលរួមក្នុងការចរចាមួយដែលមានអារម្មណ៍ថានឹងមានម្នាក់ឈ្នះនិងម្នាក់ទៀតត្រូវចាញ់មែនទេបើខ្ញុំប្រាប់អ្នកថានឹងមានវិធីអាចធ្វើឲ្យអ្នកទាំងពីរភាគីនោះនឹងទទួលបាននៅអត្ថប្រយោជន៍រៀងខ្លួននៅក្នុងជំពូកទី4នៃសៀវភៅ Getting to Yes អ្នកនិពន្ធណែនាំឲ្យយើងបង្កើតជំរើសថ្មីដែលអាចឲ្យភាគីទាំងពីរទទួលបាននៅអត្ថប្រយោជន៍នេះមិនមែនជាការបញ្ចុះបញ្ចូលឬការឆែកពាក់កណ្ដាលម្នាក់នោះទេតែវាជាវិធីគិតថ្មីដែលអាចឲ្យមានជ័យជំនះទាំងពីរដើម្បីអ្នកទាំងពីរទទួលបាននៅអត្ថប្រយោជន៍រៀងខ្លួនជាឧទាហរណ៍សម្រាប់អាជីវកម្មប្រសិនបើជាអ្នកផលិតនិងអ្នកផ្គត់ផ្គង់កំពុងតែធ្វើការចរចាតម្លៃគ្នាអ្នកផលិតគឺគាត់ត្រូវការនៅតម្លៃ fix ណាមួយដែលគាត់អាចផលិតបានប្រកបដោយគុណភាពហើយនិងតម្លៃសមរម្យចំណែកអ្នកផ្គត់ផ្គង់វិញគឺគាត់មិនអាចបញ្ចុះតម្លៃណាមួយទៅតាមការទាមទារណាមួយនោះឡើយដូច្នេះហើយអ្នកទាំងពីរនេះគួរតែធ្វើការឈប់ចរចាបន្ថែមទៀតឈប់នៅក្នុងការទិញលក់តាមមែនឬទេច្បាស់ណាស់យើងមិនអាចបញ្ឈប់ការងារណាមួយនៅក្នុង flow ចរន្តនៃអាជីវកម្មរបស់យើងបានទេដូច្នេះហើយអ្វីដែលអ្នកនិពន្ធបានលើកឡើងគឺជាឧទាហរណ៍ដែលបច្ចុប្បន្នក៏ពិតជាមានក្រុមហ៊ុនមួយចំនួនបានធ្វើការអនុវត្តទៅលើចំណុចនេះរួចមកហើយគឺអ្នកផលិតនឹងធ្វើការចុះកុងត្រាជាមួយនឹងអ្នកផ្គត់ផ្គង់នៅចំនួនដ៏ធំណាមួយដើម្បីទទួលបាននៅតម្លៃដែលគេចង់បានហើយចុះកុងត្រាជាមួយអ្នកផ្គត់ផ្គង់ឲ្យបម្រើសេវាកម្មឲ្យបានលឿននិងទាន់ពេលវេលាចំណែកអ្នកផ្គត់ផ្គង់គឺនឹងត្រៀមផលិតផលផ្គត់ផ្គង់នៅក្នុងចំនួនច្រើននៅក្នុងរយៈពេលកំណត់ណាមួយទៅតាមដំណាក់កាលនេះគឺពិតជាទទួលបានអត្ថប្រយោជន៍ទាំងសងខាងដូច្នេះពួកគេបានបង្កើតនៅជំរើស3សំខាន់ថ្មីគឺតម្លៃទៅតាមការចរចាដោយទៅនឹងតម្រូវការរបស់ភាគីស្នើហើយបន្ថែមនៅសេវាកម្មលឿនហើយជាមួយនឹងកិច្ចព្រមព្រៀងជាលក្ខណៈទម្រង់ថ្មីដែលកំងនៅទំនិញច្រើនជាងមុនទៅតាមដំណាក់កាលហើយនៅក្នុងតម្លៃទាបជាងមុនទាំងពីរនេះហើយគឺជាការដែលយើងអាចហៅបានថាជាជ័យជំនះរួមហើយនៅក្នុងចំណុចទី4នៃសៀវភៅ Getting to Yes នេះក៏បានលើកឡើងនៅកំហុសដែលតែងតែកើតឡើងជាញឹកញាប់នៅក្នុងការចរចាចំនួន4ដែលទី1គឺជាការវាយតម្លៃគំនិតចូលរួមឆាប់ពេកទី2ជាការស្វែងរកតែចម្លើយតែមួយមិនធ្វើការស្រាវជ្រាវបន្ថែមទី3គឺជាការគិតថាហ្គេមឈ្នះឬចាញ់ម្នាក់ត្រូវឈ្នះម្នាក់ទៀតត្រូវចាញ់ហើយទី4គឺជាការគិតតែពីបញ្ហារបស់បុគ្គលណាមួយមិនបានគិតអំពីអ្វីដែលយើងអាចធ្វើបានហើយតកតងទៅនឹងកំហុសទាំងនេះអ្នកនិពន្ធបានណែនាំនៅអ្វីដែលយើងត្រូវធ្វើដែលទី1គឺជាការសម្រេចចិត្តបន្ទាប់ពីបង្កើតនៅគំនិតណាមួយហើយទី2គឺជាការបង្កើតជំរើសឲ្យបានច្រើនហើយធ្វើការសិក្សាម្ដងមួយដើម្បីព្យាយាមរកនៅជំរើសណាមួយដែលទទួលបានអត្ថប្រយោជន៍ទាំងសងខាងទី3វិញគឺជាការស្វែងរកដំណោះស្រាយដែលអ្នកទាំងពីរពិតជាទទួលបាននៅការពេញចិត្តឈ្នះទាំងសងខាងនិងចំណុចចុងក្រោយជាចំណុចទី4ដែលគឺជាចំណុចដែលធ្វើឲ្យគេព្រមឯកភាពងាយនៅក្នុងការទទួលយកនៅសំណើដែលយើងបានគិតទុកនោះស្ថិតក្រោមការចរចាទាំងនេះអ្នកនិពន្ធបានសន្និដ្ឋានថានៅពេលដែលអ្នកចរចាជាមួយគេមិនថាតែជាមួយម្ចាស់បំណុលដៃគូពាណិជ្ជកម្មឬក៏ក្រុមគ្រួសារនោះទេចូលរំលឹកថាកុំគិតតែការបែងចែកនំគឺពេលខ្លះយើងអាចបង្កើតនៅទំហំនំនោះឲ្យកាន់តែធំដើម្បីទទួលបាននៅអត្ថប្រយោជន៍កាន់តែច្រើននេះហើយគឺជារបៀបគិតដ៏ឆ្លាតវៃសម្រាប់ការចរចាក្រៅពីទ្រឹស្ដីរបស់អ្នកនិពន្ធ Getting to Yes យើងក៏ឃើញមាននៅការគិតបែបឈ្នះរបស់អ្នកនិពន្ធជាច្រើននៅលើពិភពលោកដែលសៀវភៅមួយចំនួនបានលើកឡើងអំពីការគិតឈ្នះនេះផងដែរឧទាហរណ៍ដូចជាអ្នកនិពន្ធ Stephen Covey ដែលគាត់គឺជាអ្នកនិពន្ធសៀវភៅ Seven Habits of Highly Effective People ដែលគាត់បានលើកឡើងនៅចំណុចមួយថា Thinking win-win isn't about being nice it's a frame of mind that constantly seeks mutual benefit in our interactions ការលើកឡើងរបស់លោក Covey នេះបាននិយាយថាមនុស្សដែលមានប្រសិទ្ធភាពខ្ពស់គឺនៅពេលដែលគាត់ចរចាគេមិនមែនថាជាភាគីឈ្នះឬចាញ់នោះទេពួកគេស្វែងរកនៅដំណោះស្រាយដែលបានអត្ថប្រយោជន៍ទាំងពីរភាគីដែលគេហៅថា win-win thinking នេះគឺជាគំនិតដ៏គំរូមួយក៏មាន invent options of mutual gain ដែលគេបានហៅថាការបង្កើតជម្រើសថ្មីដែលភាគីទាំងពីរឈ្នះទ្រឹស្ដីដ៏ពិសេសមួយទៀតគឺបានពីលោក Abraham Maslow តាក់ទងជាមួយនឹង hierarchies of needs លោក Maslow បាននិពន្ធថាតម្រូវការរបស់មនុស្សគឺមានលំដាប់ពីមូលដ្ឋានទៅកាន់ថ្នាក់ខ្ពស់ផ្នែកសុវត្ថិភាពពីផ្នែកសុវត្ថិភាពទៅកាន់ភាពជាសមាជិកទៅកាន់ការគោរព
ទៅកាន់ការអភិវឌ្ឍខ្លួននិងទៅកាន់កម្រិតខ្ពស់បំផុតបើអ្នកយល់អំពីថ្នាក់នៃតម្រូវការរបស់ភាគីផ្សេងទៀតអ្នកអាចនិយាយទៅលើអត្ថប្រយោជន៍ជាក់ស្ដែងដោយបង្កើតជម្រើសដែលឆ្លើយតបទៅនឹងតម្រូវការនោះឧទាហរណ៍អ្នកអាចបន្ថែមកត្តាការទទួលស្គាល់ឬភាពរួមចំណែកជាសំណើបន្ថែមដើម្បីតាក់ទាញចិត្តខាងក្រៅជំនួសទៀតក៏មានលោក Chris Voss ដែលតាក់ទងជាមួយនឹង technical empathy ជាអ្នកចរចា FBI និងជាអ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា Never split the difference. Negotiation is not about logic, it's about understanding emotions and showing empathy. It's how you unlock real solutions. លោក Voss បានផ្ដោតទៅលើការយកចិត្តទុកដាក់ខាងផ្លូវអារម្មណ៍និងបញ្ចេញសកម្មភាព empathy driving frame វាជាគន្លឹះដើម្បីយល់អត្ថប្រយោជន៍របស់ភាគីម្ខាងទៀតហើយបង្កើតជម្រើសដែលគេព្រមឲ្យមានភាពស្ម័គ្រចិត្តទាំងសងខាងទើបមើលទៅស្របទៅនឹងគំនិតនៃ invent options ធ្វើឲ្យការចរចាជោគជ័យដោយបង្កើតបរិយាកាសនៃការយល់ចិត្តហើយចំណែកអ្នកនិពន្ធទី4គឺ Roger Martin ដែលគាត់គឺជាអ្នក design thinking in strategy ដែលលោក Martin បានបង្ហាញអំពីរចនាគំនិតក្នុងអាជីវកម្ម design thinking គឺជាគន្លងសំខាន់សម្រាប់ការបង្កើតជម្រើសInstead of choosing between A or B, great thinker create C. គាត់ណែនាំដល់ integrative thinking មានន័យថាកុំជាប់ជំពាក់ទៅនឹងជម្រើសកឬខតែយើងអាចបង្កើតនៅជម្រើសដ៏មានប្រយោជន៍ថ្មីមួយគឺជាជម្រើស C ដែលអ្នកទាំងអស់គ្នាគឺពិតជាទទួលបាននៅអ្វីដែលប្រសើរជាង A និង B ទៅទៀតវាហាក់ដូចជាស្រដៀងទៅនឹងការបង្កើត mutual gain option in negotiation ជម្រើសថ្មីដែលឈ្នះជាក្តីសន្និដ្ឋានយើងឃើញថាទាំង Stephen Conway, Chris Voss, Maslow និង Roger Martin អ្នកទាំងអស់គ្នាគឺពិតជាគ្រប់គ្រងនៅគំនិតនៃការចរចាអ្នកទាំងអស់គ្នាគឺពិតជាគ្រប់គ្រងនៅគំនិតនៃការចរចាប្រកបដោយភាពជោគជ័យមិនមែនជាការឈ្នះតែម្ខាងនោះទេតែការស្វែងរកនៅរបៀបដែលដើម្បីអ្នកទាំងពីរគឺឈ្នះគឺជាគំនិតនៃការច្នៃប្រឌិតថ្មីនិងការស្ដាប់នៅអត្ថប្រយោជន៍ពិតនេះហើយគឺជាអ្វីដែលយើងបានសិក្សាពីជំពូកទី4ក៏ដូចជាទ្រឹស្ដីរបស់មនុស្សជោគជ័យក៏ដូចជាទស្សនវិទូជាច្រើននៅលើពិភពលោកក៏ដូចជាសូមអរគុណសម្រាប់ការស្ដាប់នៅជំពូកទី4នេះពីដើមដល់ចប់យើងនឹងជួបគ្នានៅជំពូកទី5ដែលជាជំពូកមួយតាក់ទងទៅនឹងការវាស់វែងដ៏សមរម្យមួយសូមស្វាគមន៍មកកាន់ជំពូកទី5នៃសៀវភៅ Getting to Yes ដែលមានចំណងជើងថាការវាស់វែងដ៏សមរម្យ Insist on using objective criteria គំនិតដ៏សំខាន់នេះគឺអ្នកនិពន្ធបានលើកឡើងអំពីភាពខុសគ្នាឬភាពមិនព្រមគ្នាការចរចានឹងប្រសើរជាងមុនបើភាគីទាំងពីរប្រែលក្ខណៈនៃការវាស់វែងដោយយល់ព្រមមានន័យថាយើងប្រើ objective criteria ជាផ្នែកមូលដ្ឋានសម្រាប់ការសម្រេចចិត្តកុំប្រកែកគ្នាថាអ្នកណាធ្វើត្រឹមត្រូវតែស្វែងរកអ្វីដែលសមរម្យសម្រាប់ភាគីទាំងពីរបញ្ហាធម្មតាភាគីជាច្រើនប្រើបំណងផ្ទាល់និងអារម្មណ៍ដើម្បីជំរុញសេចក្តីសម្រេចខ្ញុំចង់បានតម្លៃនេះខ្ញុំមិនព្រមនឹងការសម្រេចអ្វីដែលតែជាងនេះនោះទេវានាំទៅរកការរិះគន់ផ្ទាល់ខ្លួននិងភាពតានតឹងខ្ពស់នៅក្នុងការចរចាសម្រាប់ដំណោះស្រាយទៅលើបញ្ហាទាំងនេះគឺយើងត្រូវប្រើប្រាស់នៅស្តង់ដារដែលមានភាពសមរម្យនិងគ្រប់គ្រងនិងគ្រប់គ្នាគោរពទៅតាមស្តង់ដារនោះដូចជាតម្លៃទីផ្សារច្បាប់ឬបទបញ្ជាទិន្នន័យវិទ្យាសាស្ត្រទម្លាប់នៃឧស្សាហកម្មឬបទបញ្ជាកន្លងមកដែលយើងធ្លាប់អនុវត្តជាឧទាហរណ៍ដូចជាការយល់ព្រមទៅលើតម្លៃដែលផ្អែកលើតម្លៃជាស្រេចនៅលើទីផ្សារនៅពេលដែលគេហាក់ទំព័រមួយឬនៅក្នុងតម្លៃណាមួយឬក៏ភាគីណាមួយផ្សេងទៀតបានប្រើប្រាស់នៅតម្លៃដូចគ្នារបៀបអនុវត្តនៅក្នុងការចរចារួមគ្នាបង្កើតនៅស្តង់ដារសួរថាតើអ្នកគិតថាស្តង់ដារណាដែលសមរម្យសម្រាប់អ្នកទាំងពីរបាក់ចិត្តប៉ុន្តែច្បាស់លាស់ទៅតាមស្តង់ដារប្រើភាសាដូចជាយើងអាចចរចាបានបើមានមូលដ្ឋានលើអ្វីដែលយើងទាំងពីរយល់ស្របគ្នាបញ្ហាការស្នើសុំក្នុងស្តង់ដារជំនួសឲ្យខ្ញុំចង់បានអ្នកអាចនិយាយយោងតាមការវិតម្លៃនឹងការងាររបស់ខ្ញុំនេះគឺជាតម្លៃសមរម្យអ្នកដែលទិញគឺគាត់អាចមានជំរើសទៅនឹងតម្លៃដែលគាត់មានយើងបង្កើតនៅ option ដើម្បីឲ្យគាត់ជ្រើសរើសផ្ទាល់នៅក្នុងការចរចាប្រភេទនេះផងដែរក៏មានទ្រឹស្ដីមួយចំនួនបានលើកឡើងទៅនឹងការចរចាប្រភេទនេះផងដែរដែលជាឧទាហរណ៍ទី1គឺលោក John Rawls ដែលគាត់បង្កើតនៅ Theories of Justice នៅក្នុងឆ្នាំ1971ដែលលោក Rawls បានបង្ហាញការបង្កើតមូលដ្ឋាននៃភាពសមរម្យសម្រាប់អ្នកទាំងអស់គ្នា Fairness comes when rules are decided without knowing who will benefit គឺជាការឲ្យគ្រប់ភាគីយល់ព្រមលើស្តង់ដារមុនពេលដឹងថាតើអ្នកណាឈ្នះឬចាញ់ទាំងនេះគ្រប់គ្រងជាប់ជាមួយការប្រើ objective criteria ក្នុងការចរចាចំណែកឧទាហរណ៍មួយទៀតគឺលោក Daniel Kahneman Prospect Theory លោកគឺជាអ្នកបាននៅ Nobel Prize សម្រាប់ការស្រាវជ្រាវអំពីវិទ្យាសាស្ត្រនៃការសម្រេចចិត្តមនុស្សស្រឡាញ់ភាពសមរម្យហើយមិនចូលចិត្តអ្វីដែលគេជាអារម្មណ៍ថាមិនសមនឹងខ្លួនដូច្នេះ objective criteria ជួយឲ្យភាគីទាំងពីរមានអារម្មណ៍ថាមានតម្លៃនិងទទួលបាននៅសិទ្ធិយុត្តិធម៌ឧទាហរណ៍មួយផ្សេងទៀតគឺបានដោយលោក Aristotle ទាក់ទងទៅនឹង equity is justice in the case where the laws fall short Aristotle បានបង្ហាញថាបើគោលការណ៍ទូទៅមិនគ្រប់គ្រាន់ស្តង់ដារនិងលទ្ធផលត្រូវផ្អែកទៅលើភាពសមរម្យក្នុងស្ថានភាពជាក់ស្ដែងនេះគឺសមស្របទៅនឹងការប្រើនៅប្រភេទនៃការចរចាជាច្រើនដូចជាឯកសារអតីតកាលឬទម្រង់អាជីវកម្មណាមួយជាផ្នែកនៃ objective criteria ជាការសន្និដ្ឋានបន្ទាប់ពីបានស្ដាប់នៅជំពូកទី5នេះយើងឃើញថាការចរចាដោយយោងទៅលើអ្នកណារឹងមាំជានាំឲ្យមានអ្នកបរាជ័យមួយផ្សេងទៀតនោះអារម្មណ៍អវិជ្ជមាននឹងកើតមានឡើងយើងអាចសន្និដ្ឋានបានថាការចរចាដែលផ្អែកទៅលើស្តង់ដារគឺជាការចរចាមួយដែលចាំបាច់នៅពេលដែលភាគីទាំងសងខាងមិនព្រមព្រៀងគ្នាទោះបីប្រើវិធីសាស្ត្រនៅខាងលើក៏ដោយដូច្នេះហើយការយកស្តង់ដារមកវត្តគឺជាការចរចាមួយដែលពោរពេញទៅដោយភាពច្បាស់លាស់និងជាភាពមួយដែលអ្នកទាំងអស់គ្នាគឺត្រូវតែទទួលស្គាល់ព្រោះជាច្បាប់មកកាន់ជំពូកទី6នៃសៀវភៅ Getting to Yes ដែលមានអត្ថន័យថា
what if they are more powerful ថាធ្វើយ៉ាងដូចម្ដេចទៅប្រសិនបើភាគីម្ខាងទៀតគឺពិតជាមាននៅអំណាចខ្ពស់ជាងក្នុងនេះអ្នកនិពន្ធបានលើកឡើងនៅគំនិតសំខាន់ៗទៅលើការចរចានៅពេលដែលអ្នកចរចាជាមួយគូប្រកួតដែលមានអំណាចច្រើនជាងកុំបារម្ភចំពោះការចរចានៅពេលដែលអ្នកចរចាជាមួយបុគ្គលដែលមានអំណាចជាងគឺត្រូវប្រើ BATNA ដែលវាគឺជាអ្វីដែលអ្នកអាចនឹងបន្តធ្វើប្រសិនបើចរចានេះមិនទទួលបាននៅលទ្ធផលអត្ថប្រយោជន៍នៃការចរចាដែលជាជម្រើសល្អបំផុតដើម្បីទទួលបាននៅការឯកភាពទៅលើគោលការណ៍ណាមួយអត្ថប្រយោជន៍របស់វាទីមួយគឺយើងអាចនឹងធ្វើការចរចាដោយប្រើនៅអំណាចណាមួយទៀតដើម្បីគ្របដណ្ដប់ទៅលើបណ្ដាញបុគ្គលឧទាហរណ៍ដូចជាអំណាចនៃច្បាប់ទី2គឺជៀសវាងនឹងការយល់ព្រមលើកិច្ចសន្យាណាមួយដែលប៉ះពាល់ដល់ខ្លួនទី3គឺបង្កនៅភាពជឿជាក់និងមិនងាយនៅក្នុងការដែលអាចឲ្យគេបង្ខំបានដូច្នេះហើយច្បាប់របស់ប្រទេសច្បាប់អន្តរជាតិច្បាប់នានាគឺពិតជាសំខាន់នៅក្នុងករណីនេះរបៀបនៃការបង្កើតជម្រើសដ៏ល្អបំផុតទៅលើការសម្រាប់នៃការចរចាគឺជាការរៀបចំនៃជម្រើសហើយអ្នកអាចសួរខ្លួនឯងថាបើខ្ញុំមិនចរចាបានតើខ្ញុំអាចនឹងធ្វើអ្វីបន្ថែមទៀតបើសិនជាការចរចានេះមិនទាន់បាននៅភាពជោគជ័យជាឧទាហរណ៍តែពីអ្នកគ្រប់គ្រងផ្សេងបញ្ឈប់ការប្រើសេវាកម្មដែលមិនល្អចាប់ផ្ដើមនៅគម្រោងដោយខ្លួនឯងហើយនឹងជម្រើសផ្សេងៗទៀតដែលយើងគិតថាជា option ដែលយើងអាចដើរទៅមុខបានទុកការចរចាជាមួយនឹងអ្នកមិនស្មោះត្រង់គឺជាបទពិសោធន៍មួយទី2យើងអាចវិតម្លៃជម្រើសទាំងនោះហើយយើងជ្រើសយកវិធីមួយណាដែលល្អជាងហើយយើងត្រូវវិតម្លៃទៅលើសេដ្ឋកិច្ចខ្ពស់ក៏ដូចជាភាពដែលយើងអាចនឹងកើតមានបើសិនបើយើងជ្រើសរើសនៅអ្នកគ្រប់គ្រងផ្សេងបម្រើសេវាកម្មផ្សេងឬក៏ធ្វើគម្រោងដោយខ្លួនឯងយើងត្រូវគិតពីតម្លៃនិងភាពទៀងទាត់ជាចម្បងទី3គឺការអភិវឌ្ឍជម្រើសនោះបើជម្រើសមួយមិនល្អគ្រប់គ្រាន់ដោះស្រាយវាដោយបំពេញបន្ថែមសម្រាប់ជម្រើសដដែលនោះតែបន្ថែមនៅចំណុចណាមួយផ្សេងទី2អាចនឹងបង្កើតនៅជម្រើសថ្មីដែលយើងត្រូវចាប់ផ្ដើមធ្វើការស៊ើបអង្កេតនិងសាកល្បងលើវាថាតើវាអាចអនុវត្តបានឬទេបញ្ហានៅពេលដែលយើងមិនអាចប្រើនៅ benefit alternative to the negotiated agreement បានគឺអ្នកអាចនឹងយល់ព្រមទៅលើកិច្ចព្រមព្រៀងដែលចាញ់អ្នកអាចនឹងរងសម្ពាធព្រោះគ្មានជម្រើសផ្សេងអ្នកអាចនឹងបាត់បង់សិទ្ធិនៅក្នុងការចរចាណាមួយនេះហើយគឺជាបញ្ហាដែលពិតជាអាចកើតមាននៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃប្រសិនបើយើងយកនៅជម្រើសនៃការចរចាដែលល្អដើម្បីទទួលបាននៅការឯកភាពនៅក្នុងការចរចាប្រភេទនេះផងដែរក៏មានទស្សនវិទូក៏ដូចជាអ្នកសរសេរសៀវភៅមួយចំនួនក៏បានលើកឡើងអំពីទ្រឹស្ដីដែលពាក់ព័ន្ធទៅនឹង BMTA នេះផងដែរដែលទីមួយគឺលោក Santu គាត់គឺជាអ្នកសរសេរសៀវភៅ The Art of War ដែលលោកបានលើកឡើងនៅភាពមួយឃ្លាថា The best way to win is to put yourself in a position where you don't have to fight មានន័យថាអ្នកមិនចាំបាច់ប្រើកម្លាំងឬចំនួនដើម្បីឈ្នះនោះទេមិនបាច់ត្រូវការចំណាយនៅជីវិតមនុស្សរាប់ម៉ឺននាក់ដើម្បីទទួលបាននៅការចរចាកម្រិតណាមួយនោះទេវាពិតជាមានផលទាំងវិជ្ជមាននិងអវិជ្ជមាននៅក្នុងការចរចាពេលខ្លះក៏សម្រាប់សង្គ្រាមវិញគឺវាមានតែជាការចាញ់ហើយនឹងចាញ់សម្រាប់ភាគីទាំងសងខាងទី2គឺលោក Nassim Nicholas Taleb លោកគឺជាអ្នកនិពន្ធសៀវភៅ Anti-Fragile លោកបានលើកឡើងនៅពាក្យមួយឃ្លាថា You become powerful when you can walk away Taleb សរសេរថាអ្នកមានអំណាចពេលដែលអ្នកនឹងពឹងផ្អែកលើលទ្ធផលតែមួយការដែលស៊ីគ្នា 100% ទៅលើ BNATA ហើយជាឧទាហរណ៍ទី3គឺលោក William Ury ដែលលោកជាអ្នកសិក្សានៅសៀវភៅ The Powers to Walk Away is the Foundations of Negotiation គាត់គឺជាអ្នកនិពន្ធនៃសៀវភៅ Getting to Yes នេះផងដែរហើយលោកបានប្រាប់ថា BATNA មិនមែនជាឧបករណ៍បដិសេធទេតែវាគឺជាច្រករកផ្លូវដ៏សុវត្ថិភាពមួយលោកបានសន្និដ្ឋានថាការចរចាជាមួយមនុស្សដែលមានអំណាចខ្លាំងមិនមែនជាការចរចាដ៏ត្រឹមត្រូវមួយនោះទេអ្នកត្រូវមានជម្រើសល្អបំផុតប្រសិនបើការចរចាបរាជ័យគឺអ្នកត្រូវប្រើ BATNA អ្នកដែលមាន BATNA ល្អមានសិទ្ធិចរចាយ៉ាងមានទំនុកចិត្ត BATNA give you confidence Desperation give you weakness ដូច្នេះហើយតើការចរចាទី6នេះវាពិតជាមានភាពស្មុគស្មាញបន្តិចវាពិតជាត្រូវការនៅជំនាញនិងបទពិសោធន៍ក៏ដូចជាមេរៀនជាច្រើនក៏ដូចជាអ្វីដែលយើងធ្លាប់ជួបប្រទះកន្លងមកដើម្បីយើងធ្វើការសម្រេចចិត្តណាមួយដែលវាជាលក្ខណៈ critical ដូច្នេះហើយបើសិនជាលោកអ្នកគិតថាមាតិកាទាំងនេះគឺសិតតែជាមាតិកានៃការពិភាក្សាដូច្នេះហើយអាចផ្ដល់នៅ comment ក៏ដូចជាយោបល់បន្ថែមសម្រាប់ការគិតរបស់លោកអ្នកទៅលើមាតិកាទី6នេះចា៎សូមជួបគ្នាបន្តនៅពុកទី7តកតងជាមួយនឹង negotiation what if they want play ប្រសិនបើភាគីម្ខាងទៀតមិនព្រមធ្វើការចរចាសូមស្វាគមន៍មកកាន់មេរៀនទី7នៃសៀវភៅ Getting to Yes ដែលគឺជាចម្លើយដ៏ច្បាស់លាស់មួយដែលយើងអាចទទួលយកបានដើម្បីធ្វើការប្រើប្រាស់ក៏ដូចជាពិចារណាទៅលើករណីខាងលើនេះជារឿងដែលពិបាកបំផុតនៅក្នុងការចរចាតើនឹងមានអ្វីកើតឡើងប្រសិនបើភាគីម្ខាងទៀតមិនព្រមឈានចូលទៅដល់ការចរចាអ្នកអាចព្យាយាមចរចាឲ្យបានយុត្តិធម៌ប៉ុន្តែគេប្រើនៅការមិនទទួលស្គាល់ការមិនឈានចូលទៅដល់ការចរចាឬក៏ចែកវែកញែកនៅលើប្រធានបទណាមួយខាងក្រោមនេះជាជំពូកមួយដែលយើងឃើញថាការចរចាកាន់តែមានភាពច្បាស់លាស់និងមានភាពតានតឹងជាងមុននៅក្នុងជំពូកទី7នៃសៀវភៅ Getting to Yes នេះគឺគេមិនណែនាំឲ្យយើងធ្វើការប្រយុទ្ធតបតទៅនឹងបុគ្គលម្ខាងទៀតនោះទេប៉ុន្តែប្រើនៅ negotiation jujitsu មានន័យថាការចរចាបែប jujitsu អញ្ចឹងបើសិនជាយើងចង់ដឹងថាការចរចាបែប jujitsu នេះមានន័យយ៉ាងដូចម្តេចយើងនឹងទៅស្ដាប់នៅក្នុងមេរៀនខាងក្រោមលើការចរចាបែប jujitsu នេះមានន័យថាកុំប្រើកម្លាំងតបវិញបំលែងអ្វីដែលគេប្រើទល់មកអ្នកដើម្បីដណ្ដើមការគ្រប់គ្រងវិញត្រឡប់ទៅការចរចាដោយយុត្តិធម៌តោះមកមើលពីវិធី4ចំណុចនៅក្នុងការអនុវត្តវិធីទី1គឺការអនុវត្តបែបត្រជាក់និងស្ង
ngọc snap bà kết thua sạc cam hiệp kháng có một grab top công sầm lần trong với đó bằng hởm để xa hiệp ngọc bên ngọc nẹt cướp grông sang cả bàn tí pí cùng to với tài đi dây chiếc sầm nùa bà kết đã sầm na một mình xong hạt phỏ đôi chỉ tá aiเป็นยอดเอาขยมยอดha chụp luôn ní cất đòi ở với tá nơi không ní ai chui nẹt từng pí hai nhà banอย่างដូចđấy đã cả xúa bỏ nơi qua miến chỉ chụp hiên đọc kháng muốiក្នុងការចរចាខាងបញ្ញាទី3ការបំលែងការរិះគន់ជាការពិភាក្សាបើគេនិយាយថាអ្នកមិនសមហេតុផលទេកុំឆ្លើយតបដោយអារម្មណ៍គួរនិយាយថាក៏មកនិយាយអំពីអ្វីដែលអ្នកគិតថាសមរម្យសម្រាប់អ្នកទាំងពីរវិញអ្នកមិនតបអាក្រក់វិញប៉ុន្តែអ្នកនាំគាត់ទៅកាន់ទីសន្មតមួយទី4សូមឲ្យគេពិចារណារឿងដែលអ្នកផ្ដល់ជំរឿនដូចជាតើអ្នកអាចប្រាប់ខ្ញុំបានទេតើត្រូវធ្វើបែបណាឲ្យបានល្អជាងនេះចំណុចទី4សូមឲ្យគេពិចារណារឿងដែលអ្នកបានផ្ដល់នៅជំរឿនឲ្យគេជាឧទាហរណ៍ដូចជាអាចនិយាយបានថាតើអ្នកអាចប្រាប់ខ្ញុំបានទេថាតើត្រូវកែប្រែយ៉ាងណាទើបល្អជាងការសួរតែបង្ហាញនៅទំនុកចិត្តរបស់អ្នកហើយវាក៏ធ្វើឲ្យគេចូលរួមផងដែរឧទាហរណ៍ស្រួលយល់គេដាក់សំណើមិនល្អហើយនិយាយថាយល់ព្រមឬក៏មិនយល់ព្រមកុំខ្លាចទេអ្វីដែលអ្នកគិតថាគឺជាជំរឿនល្អបំផុតការសួរបង្ហាញថាអ្នកមិនខ្វះអំណាចទេបើសិនជាគេជៀសវាងនៅសំណួររបស់យើងសៀវភៅនេះបានណែនាំឲ្យយើងប្រើនៅរបៀប one stack procedure មានន័យថាគឺជាការដែលធ្វើនៅរបៀបរបបជាលាយអក្សរមួយឲ្យបានច្បាស់លាស់ដាក់អ្នកទី3ចូលមកពិភាក្សាបង្កើតសំណើមួយទៀមទាត់រួមបង្កើតនូវកិច្ចព្រមព្រៀងដើម្បីអ្នកទាំងពីរវាបន្ថយអារម្មណ៍និងជួយដោះស្រាយនៅសំណើខ្សែចុងក្រោយអ្នកមិនចាំបាច់ឈ្នះដោយសម្លេងខ្លាំងទេតែឈ្នះដោយប្រើប្រាជ្ញា Negotiation Judicial ជាជំនាញដ៏មានតម្លៃរបស់អ្នកដែលចង់ស្ងប់ចង់សួរសំណួរយ៉ាងជំនាញចង់រកដំណោះស្រាយរួមហើយជៀសវាងនឹងការប៉ះទង្គិចគ្នាដូច្នេះសម្រាប់មេរៀននេះគឺបង្រៀនយើងបានយ៉ាងច្បាស់នៅក្នុងការឆ្លើយតបទៅកាន់បុគ្គលដែលរឹងទទឹងដែលមិនព្រមឈានចូលទៅដល់ការចរចាជាសរុបរួមគឺយើងប្រើនៅការចរចាបែប Jujitsu នេះដោយប្រើនៅអ្នកទី3ដើម្បីចូលរួមនៅក្នុងប្រធានបទនៃការពិភាក្សាហើយបង្កើតនៅសំណើណាមួយធ្វើការផ្ទៀងផ្ទាត់ជារួមហើយយើងធ្វើកិច្ចព្រមព្រៀងមួយដើម្បីឲ្យអ្នកទាំងពីរគឺសិតតែជាអ្នកឈ្នះនិងមិនមានការលំអៀងឬក៏មិនមាននៅការបរាជ័យណាមួយអ្នកមិនចាំបាច់ឈ្នះដោយសម្លេងខ្លាំងនោះទេប៉ុន្តែអ្នកអាចឈ្នះដោយការប្រើប្រាជ្ញាបាននេះហើយគឺជាជំនាញដ៏មានតម្លៃដែលអ្នកចរចាចង់បានតើអ្នកធ្លាប់ជួបការចរចាបែបនេះដែរឬទេអញ្ញាផ្ដល់នៅ comment ក៏ដូចជាការឆ្លើយតបទៅនឹងការចរចាប្រភេទនេះតើលោកអ្នកយល់ឃើញយ៉ាងណាដែរតើតើទៅនឹងជំពូកទី7ដែលតើតទៅនឹង negotiation jujitsu នេះក៏មានអ្នកនិពន្ធល្បីៗជាច្រើនបានលើកឡើងតើតជាមួយនឹងការចរចាប្រភេទនេះផងដែរដែលអ្នកទី1គឺលោក Dale Carnegie ដែលគាត់គឺជាអ្នកសរសេរសៀវភៅ How to Win Friends and Influence People គាត់បានលើកឡើងថា You can't win any argument if you lose it you lose it if you win it you lose it ដែល Carnegie ជឿជាក់ថាការឈ្នះគ្នាទៅតាមអារម្មណ៍មិនមែនជាគោលដៅនោះទេការស្ដាប់និងការទទួលយកនៅសមិទ្ធផលគឺជាគន្លឹះនៃការបញ្ចប់វិវាទដោយសន្តិភាពហើយទី2គឺលោក Chris Vogt former FBI negotiator ដែលគាត់គឺជាអ្នកនិពន្ធសៀវភៅ Never Split the Difference លោកបានលើកឡើងថា The person who master the art of calmness controls the conversation លោក Chris Vogt បាននិយាយថាការចរចាជោគជ័យគឺអាស្រ័យទៅលើសមត្ថភាពនៃការរក្សានូវភាពត្រជាក់ដោយផ្អែកលើសំណួរច្នៃប្រឌិតនិងករណីផ្ទាល់ជាក់ស្ដែងវាគឺជារបៀបដែល negotiation jujitsu នេះប្រើជាលក្ខណៈសួរសំណួរលម្អិតដើម្បីបង្កើតនៅលទ្ធផលដែលត្រឹមត្រូវមួយលោក Santu ដែលគាត់គឺជាអ្នកនិពន្ធសៀវភៅ The Art of Warលោកក៏បានលើកឡើងនៅពាក្យមួយឃ្លាថា The supreme art of war is to subdue the enemy without fighting លោកសិនទូជឿជាក់ថាចិត្តល្អគឺជាអាវុធខ្លាំងជាងដាវ Negotiation jujitsu ដំណើរការនេះដោយការជៀសវាងនឹងការប៉ះទង្គិចតែដាក់អារម្មណ៍ឲ្យស្ងប់ដើម្បីដឹកនាំជជែកទៅលើការដោះស្រាយបញ្ហាបើអ្នកប្រើប្រាជ្ញាអ្នកឈ្នះដោយមិនចាំបាច់ប្រយុទ្ធករណីអ្នកនិពន្ធទី4គឺលោក Stephen Conway គឺជាអ្នកនិពន្ធសៀវភៅ Seek First to Understand Then Be Understood លោកក៏ជាអ្នកនិពន្ធសៀវភៅ Seven Habits of Highly Effective People ផងដែរលោកបានលើកឡើងនៅពាក្យមួយឃ្លាថា The most people do not listen with the intent to understand they listen with the intent to reply Stephen Conway និយាយថាអ្នកដែលចង់ឈ្នះក្នុងជីវិតគួរតែធ្វើការស្ដាប់ជាដំបូងមុននឹងការនិយាយ Negotiation jujitsu ប្រើនៅកម្លាំងនេះដោយបង្ហាញពីការគោរពនិងសំណួរដែលមានគុណភាពខ្ពស់ខ្ពស់អ្នកនិពន្ធទី5គឺលោក Roger Fisher និង William Ury ដែលជាអ្នកសរសេរនិពន្ធនៅសៀវភៅ Getting to Yes នេះផ្ទាល់លោកបានលើកឡើងនៅពាក្យមួយឃ្លាថា Don't defend positions explore interest មូលដ្ឋានរបស់ Jujitsu គឺកុំបោះពុំចំណុចកាន់ខ្ជាប់កុំប្រើអារម្មណ៍ប៉ុន្តែចូលទៅស្វែងរកអត្ថប្រយោជន៍និងគោលបំណងនៃការចរចាការផ្លាស់ប្ដូរមិនមែនជាការចោះចាញ់វាគឺជាចំណុចចាប់ផ្ដើមនៃការជោគជ័យរួមទាំងអស់នេះគឺជាវិធានជាក់ស្ដែងដែលអ្នកនិពន្ធល្បីៗតែងតែអនុវត្តដូចជាលោក Santu បាននិយាយពីភាពល្អឯកនៃសិល្បៈខ្ពស់បំផុតនៃសង្គ្រាមហើយក្នុងការចរចាវាគឺជាចំនួនសន្តិភាពទាំងនេះគឺសិតសឹងតែជាគ
គំនិតដ៏ល្អនៅក្នុងការចរចាសូមអរគុណជួបគ្នានៅជំពូកទី8ដែលតាក់ទងទៅនឹងថាតើបើភាគីម្ខាងទៀតគេប្រើល្បិចតើយើងគួរធ្វើយ៉ាងណាដែរបន្ទាប់ពីបានស្ដាប់នៅជំពូកនីមួយៗនៃសៀវភៅ Getting to Yes នេះហើយតើបងប្អូនយល់ថាការចរចាវាពិតជាមានលក្ខណៈពិបាកនិងមានភាពបត់បែនយ៉ាងច្រើនតើមែនទេត្រង់ចំណុចនៃជំពូកទី8នេះគឺរឹតតែជាការដែលយើងត្រូវប្រឈមនៅក្នុងការចរចាដ៏លំបាកមួយផ្នែកទៀតដែលលើកឡើងថាតើទៅធ្វើយ៉ាងដូចម្តេចប្រសិនបើភាគីម្ខាងទៀតគេប្រើល្បិចនិងធ្វើការលួចបន្លំនៅក្នុងការចរចាតោះយើងចូលទៅស្ដាប់នៅការបកស្រាយចំពោះបញ្ហាខាងលើនេះតើអ្នកនិពន្ធលើកយកនៅកត្តាអ្វីខ្លះដើម្បីធ្វើការដោះស្រាយនៅក្នុងបញ្ហាទាំងនេះបើទោះជាអ្នកព្យាយាមនៅក្នុងការចរចាដោយសុចរិតក៏មានមនុស្សខ្លះគាត់ប្រើល្បិចរំលោភនៅការຕົកចិត្តរបស់យើងផងដែរការមិនប្រាប់នៅពាក្យការគ្រប់គ្រងអារម្មណ៍ការដែលមិនទទួលយកនៅការស្នើក៏ដូចជាការបន្លំដើម្បីទទួលបាននៅអ្វីដែលពួកគេចង់បានជំពូកនេះជួយឲ្យអ្នកស្គាល់និងចេះប្រើដំណោះស្រាយចំពោះល្បិចទាំងនេះដោយមិនបំផ្លាញសីលធម៌ផ្ទាល់ខ្លួនរបស់យើងទេប្រភេទល្បិចដែលយើងជួបជាញឹកញាប់សៀវភៅនេះបានធ្វើការកំណត់នៅប្រភេទ3ដែលអាចវាស់វែងបានទី1គឺការបន្លំដោយបំណង deliberate deception គឺជាការបំផ្លាញនៅទិន្នន័យត្រឹមត្រូវឧទាហរណ៍ដូចជាការបង្ហាញនៅតម្លៃខុសព័ត៌មានទីផ្សារដែលមិនពិតប្រាកដអត្រាថ្ងៃកំណត់ដែលមិនច្បាស់លាស់ទី2គឺគោលបំណងដែលគាត់នឹងចង់បំផ្លាញការយកឃើញរបស់អ្នកមានន័យថាប្រើនៅព័ត៌មានផ្សេងៗដើម្បីបំភាន់នៅការយល់របស់អ្នកដំណោះស្រាយនៅក្នុងករណីបែបនេះគឺយើងត្រូវផ្ទៀងផ្ទាត់អ្វីដែលគេអះអាងសួរព័ត៌មានប្រភពពិនិត្យឡើងវិញដែលប្រើទិន្នន័យដែលអាចជឿជាក់បានហើយការធ្វើបែបនេះវាស្ថិតនៅក្នុងរូបភាពមួយដែលសិតយើងនឹងគឺមិនទាន់ច្បាស់នៅឡើយឧទាហរណ៍ដូចជាគាត់និយាយថាខ្ញុំអាចសម្រេចចិត្តបានប៉ុន្តែបន្តិចក្រោយក៏គាត់និយាយថាខ្ញុំត្រូវសួរក្រុមហ៊ុនជាមុនសិនហើយទាំងនេះឯងគឺជាការបញ្ជាក់នៅភាពមិនច្បាស់លាស់មួយដំណោះស្រាយនៅក្នុងករណីនេះយើងអាចបញ្ជាក់ឲ្យបានច្បាស់ពីអ្នកដែលមានសិទ្ធិនៅក្នុងការសម្រេចក្នុងការចរចានេះជាមុនអញ្ចឹងតកតងជាមួយនឹងទី2គឺមានន័យថាគាត់ប្រើនៅសង្គ្រាមចិត្តសាស្ត្រ psychological warfare ដែលស្ថិតនៅក្នុងបរិយាកាសកម្រិតខ្ពស់ដូចជាឧទាហរណ៍គាត់រៀបចំនៅកន្លែងជួបដែលមិនសមរម្យឬបង្កឲ្យមានការរងចាំយូរដំណោះស្រាយគឺយើងត្រូវដាក់សំណើឲ្យផ្លាស់ប្ដូរទីតាំងឬលើកពេលវេលាដោយធ្វើការរិះគន់ផ្ទាល់ខ្លួនឧទាហរណ៍ដូចជាពេលដែលគាត់និយាយហ្នឹងគឺគាត់លេងសើចឬបង្កឲ្យយើងមានអារម្មណ៍ថាខុសដំណោះស្រាយនៅក្នុងករណីនេះគឺមានតែរក្សាភាពស្ងប់ស្ងាត់ហើយផ្លាស់ប្ដូរទិសដៅនៃការចរចាទៅជាបញ្ហាផ្ទាល់ដូចជាឧទាហរណ៍យើងអាចនិយាយថាតោះចាប់ផ្ដើមនៅការរកដំណោះស្រាយយើងតែម្ដងល្បិចវាអាចមានពីរវាអាចជាល្បិចរបស់មនុស្សល្អនិងមនុស្សអាក្រក់ម្នាក់ជាមនុស្សល្អម្នាក់ទៀតក៏អាចជាមនុស្សដែលមិនល្អគាត់ប្រើប្រាស់នៅហិង្សាដើម្បីគ្រប់គ្រងអារម្មណ៍របស់អ្នកឬក៏ករណីផ្សេងគ្នាអញ្ចឹងសម្រាប់ដំណោះស្រាយនៅក្នុងករណីនេះគឺយើងត្រូវស្គាល់ល្បិចហ្នឹងហើយបញ្ចេញនៅការចរចាទៅតាមមាត្រដ្ឋានដ៏សមរម្យដើម្បីជៀសវាងនៅក្នុងការដែលគាត់ហ្នឹងកលាច់នៅពាក្យសម្ដីលេងសើចណាមួយធ្វើឲ្យខូចនៅដំណោះស្រាយរបស់យើងតកតងទៅនឹងល្បិចទី4គឺតកតងទៅនឹងល្បិចសម្ពាធរបស់ទីតាំងការបរិច្ឆេទคล้ายៗឧទាហរណ៍ដូចជាសំណើនេះគឺផុតសុពលភាពក្នុងរយៈពេល10នាទីអ្នកត្រូវតែសម្រេចចិត្តឲ្យបានឆាប់បើមិនជាអ្នកមិនសម្រេចចិត្តទេនឹងពេលវេលានឹងហួសហើយអញ្ចឹងយើងត្រូវដោះស្រាយធ្វើម៉េចក្នុងករណីពេលវេលាតែយើងត្រូវសុំពេលគេបន្ថែមទៀតឬក៏មិនពេលហ្នឹងគឺយើងមិនត្រូវយល់ព្រមដោយបញ្ញាពេកទេពេលខ្លះការប្រាប់បរិច្ឆេទឬក៏ការដែលគេដាក់មកថា10នាទី20នាទីមួយថ្ងៃ2ថ្ងៃហ្នឹងវាគឺគ្រាន់តែជាល្បិចមួយដើម្បីឲ្យយើងធ្វើការសម្រេចចិត្តទៅតាមអ្វីដែលគេចង់បានអញ្ចឹងការទាមទារខ្ពស់បំផុតគឺយើងត្រូវដាក់សំណើខ្ពស់ឬទាបខ្លាំងដើម្បីឲ្យមានដំណោះស្រាយទាក់ទងជាមួយនឹងករណីនេះគឺយើងមិនត្រូវឆ្លើយតបដោយអារម្មណ៍ណាមួយយើងត្រូវឆ្លើយតបដោយប្រើនៅគោលការណ៍តម្លៃទីផ្សារទម្លាប់អាជីពឯកសារយោងក៏ដូចជាឯកសារបទដ្ឋានគតិយុត្តនានាយើងយល់ព្រមឬច្រានចោលសំណើហ្នឹងគឺយើងអាចចរចាបានមិនមែនលើតែ10នាទីហ្នឹងយើងឡើងអាចនិយាយបាននោះទេអញ្ចឹងយើងគ្រងឲ្យអ្នកចូលចិត្តដោយខ្លាចករណីដែលគេគិតថា10នាទីហ្នឹងគឺគេសុំនៅចិត្តសាស្ត្ររបស់យើងទេអញ្ចឹងយើងត្រូវដោះស្រាយវាដោយរក្សាភាពស្ងៀមស្ងាត់សួរអំពីបំណងនិងសំណើនិងយើងអាចទាញយកនៅ BATNA ដែលយើងបាននិយាយនៅចំពោះខាងលើហ្នឹងអាចយកមកបានដើម្បីជៀសវាងនៅសម្ពាធណាមួយហើយជារួមរបៀបនៃការដោះស្រាយល្បិចទាំង3ជំហានខាងលើហ្នឹងយើងត្រូវទី1ស្គាល់ល្បិចបើមានអារម្មណ៍ថាអ្វីមួយមិនសមរម្យយើងត្រូវជឿលើចិត្តរបស់យើងត្រូវយកការយល់ដឹងយើងហ្នឹងជាការវិនិច្ឆ័យដំបូងហើយចំណុចទី2វិញគឺយើងត្រូវលើកឡើងដោយគោរពគឺយើងកុំចោទសួរឬក៏ប្រើនៅសម្លេងដែលវាជាលក្ខណៈបែបខឹងបែបរឹងរូសបែបច្រឡោតណាមួយដូចជាឧទាហរណ៍យើងអាចសួរថាតើអ្នកអាចពិភាក្សាពីរបៀបចរចាឲ្យបានសមរម្យទាំងពីរបានទេអញ្ចឹងយើងស្នើសុំគេឲ្យប្រើในការចរចាហ្នឹងឲ្យមានភាពសមរម្យឡើងឲ្យផ្លាស់ប្ដូរពីអារម្មណ៍ដែលគាត់កំពុងតែប្រើល្បិចជាមួយយើងហ្នឹងឲ្យទៅជាដំណើរការនៃការចរចាដែលវាមានលក្ខណៈសមរម្យដែលវាមានលក្ខណៈច្បាស់លាស់ដែលវាមានលក្ខណៈត្រឹមត្រូវទៅតាមមាត្រដ្ឋានបទដ្ឋានគតិយុត្តឬក៏normណាមួយសម្រាប់ជំហានទី3វិញគឺយើងត្រូវប្រកាន់ទៅលើដំណើរការសមរម្យត្រឡប់ទៅមើលមាត្រដ្ឋានសមរម្យអត្ថប្រយោជន៍រួមនិងរបៀបចរចាដែលមានគោលដៅច្បាស់លាស់បើសិនជាគេច្រានចោលនៅភាពសមរម្យនឹងទៀតគឺយើងត្រូវតែប្រើ BATNA ដើម្បីធ្វើការដោះស្រាយភ្លាមសម្រាប់ករណីនេះផងដែរអ្នកនិពន្ធក៏បន្ថែមនៅកន្លឹះមួយចំនួនទៀតទៅលើការចរចាដូចជាការចរចាមិនមែនជាការធ្វើសង្គ្រាមទេប៉ុន្តែបើគេយកអាវុធមកគឺយើងត្រូវតែដឹងពីរបៀបការពារខ្លួនអ្នកមិនចាំបាច់ប្រើល្បិចដូចគេទេប៉ុន្តែអ្នកត្រូវស្គាល់ល្បិចរបស់ភាគីម្ខាងទៀតហើយឆ្លើយតបដោយប្រាជ្ញាឧទាហរណ៍ដូចជាល្បិចផ្លូវចិត្តនៅពេលដែលបុគ្គលម្នាក់ហ្នឹងគាត់ណាត់យើងចរចារឿងការងារអ្វីមួយឬក៏យើងណាត់គាត់យើងណាត់
tới quát mau dư từ dạ PP mau thôi dương chăm chẳng còn tại dương khơi quát dương mẹ rắm tha hiện tan tông hiện chăm du hot ác lãng này chẳng ní cứ chỉ là bây giờ là sáng muối đây cái ai control rắm rồi bao dương bác hai giờ muối bên kết cứ đôi tha cái đại sầm piết mà tăng lơ này ti lơ đầm lái dương chẳng cứ dương mình ai cho cha bán thì chẳng cứ ở vậy để dương ai vô mà lược lang bán cứ miền tài ca số qua miến ở ban cho bán lót nâng ca pra nơi BATNA hơi chia cùng đất trong khai muối tiết phong đá cứ nè đi bốn ráp dương tha nè mình chăm ban chia viên phép sắp trở đầm bay nè không ca cho cha nuôi tế được nè hái nè từ tài khá lặng đòi bạch nha thua ca snap snap nâng thua vậy để sắp trở cứ dương từ tài ai lơ phép chia với chữ miền được bao dương sắp trở tập phép được bao dương phép khang được bao dương còn đôi chia chữ miền được bao bị sao được bao dương mà mình copy miền ca sáng sáng được không dịp hơi getting to yes nè cứ bắt chữ miền nơi nè đại qua thua ca lược lá cứ bực cô là bay qua thua ca lược lang nơi ca pra pra nơi BANTA nè hai nè đi pon là bay mua chữ muốn sáng tiết có quạt bàn lược lang nơi từ đây nè vô mà thua ca bỏ sai phong đá chịu thì ho tim muối cứ lô brand buffet đài lục gì ông pí ca sắp trở đất cứ miền làm lại chiên là bay chẳng nè đài là bay nè đài kết chốc chay nè miền đài từ tua ban nơi ca từ tua squappy bị phop lốp nó cứ kê chưa chạy lên sắp trở đất phép tới lơ phép smart thẳng chỉ chiên ca pra pra nơi là bay đời chỉ quát ban bằng ca nơi mua là nơi không ca lại quát không thưa nơi business rồi bắt quát dạ p một hay chứ nằm bàn tay vía ai nhưng mà plan được không dạ p plan được tí bà xin chỉ dớ pra nơi là bạch nhà mũi p đã nhét đăng tha ca lụi bàn lắm cùng dân bạch lên tam kế tế cứ dân pra nơi sắp trở đất phép rồi bao giờ đào phop nơi ẩm hai nơi chụp này đăng bạch nhà smart là bay được bao giờ đâm bay thua ca cho cha chụp mùi nâng phê kỳ mà kháng kia từ đây tí cứ rồi bao lộc ray đài lộc ban thì dầm phép tới lắp nâng phép cho bao lộc mà nè mình hiết bằng hai nờ vậy để nè thưa nè nâng bắt bong ca chưa tục chịu thì hot đôi chỉ tá nè bằng hai khi ông pi qua miền tây anh đi ban tết nằm bây dương cho trà bàn tâm tới chẳng hỏi bên đây tha bà sân chỉ dương chẳng ai cái chữ trẻ lời dương tôi tại dương nước miền smart phép nó không ca bằng hai nơi smart phép nơi là vậy để dùng ban thưa bà sân chỉ dương miền tây smart phép thưa miền smart phép nó không ca đi pro bằng hai và đôi chia ao nhận được tới ban đăng vì vậy để dương thưa tế cứ dương mình toàn miền phép khang và còn làm gì chụp này ai nè chụp này ai từ đây thì bấy cứ chia là ba lục lao rú đây này dương pi chụp miền propinat lục ban đất lang thả nè đại cốc krong luôn nè cứ nè đại cốc krong luôn ai bán cứ nè đừng ai nè lên nè là tay bàn được nhiều mình tới ao xong biết kê thua ao nè khẩn mình tới ao xong biết đứa co biết xong đấy rồi bác kê thua ai rắm rồi bán nè pride luôn thế tới tại chắc cốc krong luôn anh nâng cho nên là cô chúng họ này cả đào sai bằng hà nè thì bốn cứ lục Chris Voss đại cứ chỉ FBI negotiator còn cứ chỉ nè đại preparation is power cứ chỉ nè sẽ xây sự hơn mỗi tiết cứ miền nông chân tháp preparation is power nè nâng mình tốc aram toàn thế bà nè mình điệp trong luôn được chứ nè nông sẽ hơi getting to yes nè BATNA cứ chỉ chúng rất này chúng nuôi cá loa ca cho cha tặng bia cứ bật chỉ bán tha loa ca cho cha để đo cũng rất muối đài mình chỉ ca cho cha để còn tập hợp việc đấy bán nó cứ dân thợ tập hợp nữa trước đấy dương offline nơi ca đã sắm biết bắt này mà nè bà sân thì dương miên cô chụp hoa cho bán loa dương miên nơi chụp nói cho bán loa sắm nhập luôn ai hai môi viên tiết cứ lột nè son Mandela lột cứ chỉ nhận đi post nơi trước đây này cái ngớp lang vinh đào sẽ còn tập hiệp lục bán rất lang thả bà nét trắng rốc son tập hiệp chỉ môi sạch tới nét từ thua cá chỉ mùi cỏ cùng chắc bà róm lơ róm rồi bỏ kế tài từ lót tới đó cô bằng nón ruộng nam muối đại dương chọn bàn sang trong roi rồi nè đi bốn cứ quạt bàn đắt tương tha nè cho cha kháng cứ trăm bạch pra nơi vật đai sna cọp bằng phơn đưa co với muối để bắt qua đo điều trị bệnh thế cái ai pra con tại rạch nhá nâng cái tại bản đất rồi bỏ kế có ai sầm rạch nơi can cho cha bán này rồi squappy là bây giờ bỏ việc kia mà can kia lược láng đau xịt lấy cỏ rồi lót tới cho cha đau xịt đây xong rùng nè hả cứ chia chấm nó bị sát rồi bỏ chấm bút đi bằng bấy đại chiếc chấm bút trong rau này sẽ phải getting to yes này rồi sân ba lục nè bánh chất nơi nòng cà sầm rái nơi sẽ hơi getting to yes này xong thua cà cho follow cả đôi chia chạy lết nơi bỏ miếng tiếng tới căn mình đâu chỉ tin lành rồi bao nhiêu cảគ្នាcha xong